អ្នកស្រីស៊ូហើយខ្ញុំបាទសូមសួរទៅអាដាមសំរងស៊ីតែម្ដងទៅហេតុអីបានជាមិនប្តឹងទៅ ICC ហ៊ុនសែនក៏អត់មានចិត្តចង់ប្តឹងទេគាត់អត់ហ៊ានទេពីព្រោះតែប្តឹងនេះវាឡងមកគាត់វិញពីព្រោះហ៊ុនសែនគាត់បានប្រព្រឹត្តអំពើអក្រិតកម្មហើយហ៊ុនសែនរឿងទឹកដីនេះគាត់ធ្វើឲ្យយើងបាត់បង់ទឹកដីបាត់បង់ថ្មីទឹកដីខាងលិចប៉ុន្តែពីមុនបាត់បង់ទឹកដីខាងកើតអញ្ចឹងបើយើងប្តឹងថាឥឡូវហ្នឹងសូមផ្ដល់យុត្តិធម៌ជូនប្រទេសកម្ពុជាហ្នឹងគេប្តឹងទៅគេហៅថាតុលាការយុត្តិធម៌អន្តរជាតិ ICJ អាហ្នឹងរឿងទឹកដីប៉ុន្តែបើប្តឹងទៅតុលាការហ្នឹងនឹងបើកសំណុំរឿងមើលថាតែហ៊ុនសែនឯងធ្វើឲ្យបាត់បង់ទឹកដីខាងកើតកកោកណាឥឡូវរឿងអីមកប្តឹងថាទឹកដីខាងលិចថ្មីនេះអាហ្នឹងវាឡំមកហ៊ុនសែនវិញតុលាការទី2ហៅថា ICC ណា International Criminal Court គឺតុលាការព្រហ្មទណ្ឌអន្តរជាតិអានឹងតាក់ទងរឿងបទសម្លាប់មនុស្សអក្រិតកម្មសង្គ្រាមអីហ្នឹងប្រឆាំងមនុស្សជាតិហ្នឹងអានោះហ៊ុនសែនក៏គាត់បានប្រព្រឹត្តបទអក្រិតកម្មហ្នឹងដែរបើគាត់ទៅប្តឹងថៃបើតុលាការនឹងបើកសំណុំរឿងថាហ៊ុនសែនអីក៏ធ្លាប់សម្លាប់មនុស្សរង្គាលកាលផែនការក5កាលរដ្ឋប្រហារឆ្នាំ1997កាលអំពើភេរវកម្មបោះគ្រាប់បែកនៅទីក្រុងភ្នំពេញឆ្នាំ1997រឹបអូសយកដីធ្លីធ្វើឲ្យប្រជាពលរដ្ឋអត់មានអ្វីចិញ្ចឹមជីវិតវាយដូចវាយឆ្នាំងបាយប្រជាពលរដ្ឋរាប់ពាន់រាប់ម៉ឺននាក់អានឹងជាអំពើអក្រិតកម្មប្រឆាំងមនុស្សជាតិដែរអញ្ចឹងបានហ៊ុនសែនគាត់ហ៊ានប្តឹងទេគាត់ដូចគោដំបៅខ្នងគាត់ទៅប្តឹងគេរឿងអីបើខ្លួនគាត់អានឹងពាក់ព័ន្ធរឿងហ្នឹងដែរហើយខ្ញុំនិយាយបាញ់មិញឧបករណ៍មួយដែលមានប្រសិទ្ធភាពណាកិច្ចព្រមព្រៀងទីក្រុងប៉ារីសពីព្រោះថៃប្រទេសថៃហ្នឹងគឺជាហត្ថលេខីដែរអញ្ចឹងបានយើងត្រូវផ្ចាញ់ឲ្យសហគមន៍អន្តរជាតិហ្នឹងមកតទល់ជាមួយថៃថាថៃបានសន្យាថាមិនរំលោភទឹកដីប្រទេសកម្ពុជាឥឡូវរឿងអីមករំលោភតែហ៊ុនសែនគាត់អត់ហ៊ានប្តឹងហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេពីព្រោះហត្ថលេខីទីក្រុងប៉ារីសហ្នឹងនឹងតម្រូវឲ្យគាត់ថាហ៊ុនសែនឯងបោះឆ្នោតត្រឹមត្រូវមកកុំតែប្តឹងរឿងមួយទៀតដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងហ៊ុនសែនឯងមិនក៏មិនបោះឆ្នោតត្រឹមត្រូវមិនក៏មិនចាប់ប្រជាពលរដ្ឋដាក់គុកគេអត់មានខុសអីសោះគឺគាត់និយាយការពិតចាប់គេដាក់គុកណាអញ្ចឹងវាឡងមកហ៊ុនសែនវិញអញ្ចឹងហ៊ុនសែនអត់ហ៊ានប្តឹងអីទាំងអស់រឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីសក៏អត់ស្នើអនុវត្តតុលាការ ICC ក៏អត់តុលាការ ICJ ក៏អត់តែប្តឹងលេងសើចឲ្យអាស្អីណាគណៈកម្មការសិទ្ធិមនុស្សអីណាប្តឹងអត់បានការយន្តការខុសរឿងចេះតែធ្វើដើម្បីបង្វែរអារម្មណ៍ទៅប៉ុន្តែរឿងដែលត្រូវរបៀបដែលចាត់ការមែនទេគាត់អត់ធ្វើសោះបាទយើងដឹងទាំងអស់គ្នាដែរថារដ្ឋាភិបាលរបស់លោកហ៊ុនសែននេះក៏ធ្លាប់ប្តឹងតុលាការដែរកាលពីមានទំនាស់រឿងដីនៅមុខប្រាសាទព្រះវិហារហ្នឹង 4.6 គីឡូម៉ែត្រការ៉េហ្នឹងក៏រដ្ឋាភិបាលលោកហ៊ុនសែននឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែរឲ្យបកស្រាយសារក្រមដែលធ្លាប់ចេញម្ដងហើយកាលពីឆ្នាំ1962កាលនោះសារក្រមហ្នឹងគឺថាប្រាសាទព្រះវិហារស្ថិតនៅក្នុងជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាក៏ប៉ុន្តែនៅមានទំនាស់រឿងដីនៅមុខប្រាសាទនឹង 4.6 គីឡូម៉ែត្រការ៉េនឹងទីបំផុតទៅក៏លោកហ៊ុនសែនប្តឹងហេតុអីបានការនោះប្តឹងហើយលើកនេះដែលអាដាមចៅថាប្តឹងកាលនោះរឿងវាទ្រង់ទ្រាយវានៅតូចទេវានៅតំបន់ព្រះវិហារហើយនឹងកាត់ទោសជុំវិញប្រាសាទព្រះវិហារដែលគេធ្លាប់កាត់ទោសម្ដងហើយកាលឆ្នាំកាត់ក្តីម្ដងហើយកាលពីឆ្នាំ1962អញ្ចឹងរឿងហ្នឹងវាពាក់ព័ន្ធហើយវានៅក្នុងក្របខ័ណ្ឌតូចមួយទេតែឥឡូវបើយើងប្តឹងថៃព្រំដែនខ្មែរថៃប្រហែល800គីឡូម៉ែត្រវាវែងអាទ្រង់ទ្រាយនោះវាធំអញ្ចឹងត្រូវលើករឿងច្រើនណាចំណុចច្រើនណាតំបន់ណាមាន28តំបន់ដូចជាសំអាតគាត់លើកឡើងនិយាយបាញ់ដែលថៃចូលមកឆ្លៀនពៀនលាបតបាក់ទឹកដីយើងអញ្ចឹងរឿងនេះវាធំបើយើងរឿងធំត្រូវលើកអារឿងធំទាំងអស់រឿងធំនៅខ្ញុំលើកឡើងបាញ់ទាំងខាងលិចទាំងខាងកើតដល់រឿងលើកមកខាងកើតអានឹងហ៊ុនសែនគាត់ទទួលខុសត្រូវធ្ងន់ណាហ៊ុនសែនធ្វើឲ្យបាត់បង់កោះត្រល់ហ៊ុនសែនធ្វើឲ្យបាត់បង់ដែនដីខ្មែរនៅតាមព្រំប្រទល់ដែនតាំងពីរតនគិរីមណ្ឌលគិរីកំពង់ចាមចុះមកដល់កពតកែបហ្នឹងហើយអញ្ចឹងបាត់ហ៊ុនសែនគាត់ហ៊ានលើកឡើងរឿងហ្នឹងទេតែលើកឡើងរឿងហ្នឹងគេលើកថាស្នាដៃហ៊ុនសែនកាត់ទឹកដីឲ្យទៅបរទេសធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីហ្នឹងប្រវត្តិហ៊ុនសែនហ្នឹងគឺប្រវត្តិទៅធ្វើឲ្យខ្មែរបាត់បង់ទឹកដីហ្នឹងបើមិនបាត់បង់ធ្វើរណបគេយកចិត្តគេឲ្យគេបន្ទប់ឲ្យខ្លួនឯងធ្វើមេដឹកនាំអាយ៉ងទៅលេងភ្លើងជាមួយថៃរឿងផ្ទាល់ខ្លួនរកស៊ីជាមួយមេដឹកនាំថៃរកស៊ីជាមួយចៅខិលខូចឥឡូវនេះធ្វើឲ្យបង្កើតសង្គ្រាមជាមួយថៃគឺហ៊ុនសែនគាត់ស្នាដៃគាត់គឺស្នាដៃឲ្យបាត់បង់ទឹកដីទាំងខាងលិចទាំងខាងកើតបាទអរគុណឥឡូវនេះយើងមានអ្នកហៅចូលម្នាក់មកទៀតហើយគាត់ហ៊ានដាក់ឈ្មោះខ្លួនគាត់មិនដឹងឈ្មោះពិតឬយ៉ាងណាទេលោកភាពបាទឮយើងហើយសូមអញ្ជើញចូលរួមបាទលោកភាពបាទខ្ញុំសួរអីបាទ
đâu lưới bọc lưới bọc បាទលឺសូមជើញ ខ្ញុំខ្ញុំបាទខ្ញុំជំរាបសួរឯកឧត្តមប្រធានលោកជំរាបខ្ញុំខ្ញុំចង់ចូលយូរហើយឥឡូវខ្ញុំតាមដល់ឥឡូវខ្ញុំចង់សួរតែយើងមិនសង្ឃឹមទេនៅពេលដែលគេចាប់មកដរបានហើយគេអាចចាប់មានដំណំយើងបាននេះដូចគ្នាខ្ញុំហ៊ានសួរច្រើនរបស់ខាត់ផតទៅយើងបានឯកឧត្តមយើងខ្ញុំសួរតែប៉ុណ្្នឹងឯកឧត្តមជួយឯកឧត្តមបកអរគុណផងបាទ ប្រហែលជាក៏អត់បានស្ដាប់ពីខាងដើមបើយ៉ាងណាក៏ដោយចុះអាយដាមសង្ខេបឡើងវិញប្រកាសទេថាគេនឹងអាចមកធ្វើកលោកហ៊ុនសែនដល់កម្ពុជាបាទ ទំនងវាអញ្ចឹងហើយសូមឲ្យបងប្អូនជនរួមជាតិខ្មែរណាដែលស្ដីឃ្លានសេរីភាពស្ដីឃ្លានយុត្តិធម៌យូរហើយចង់បានលទ្ធិប្រជាធិបតេយ្យរបបហ៊ុនសែនចប់ហើយពីព្រោះហ៊ុនសែនគាត់ផ្្លាត់ស្នៀតធំរឿងជាមួយចៅជាមួយថៃជាមួយអីនេះហើយដែលតឡាការអាមេរិកចាប់ដែលសហរដ្ឋអាមេរិកចាប់ម៉ាឌីរ៉ូយកទៅកាត់ទោសនៅចំពោះមុខតឡាការសហរដ្ឋអាមេរិកនៅទីក្រុងញូវយ៉កអានឹងដូចជាបើកផ្លូវដើម្បីឲ្យទៅចាប់ហ៊ុនសែនយកមកកាត់ទោសនៅចំពោះមុខតឡាការញូវយ៉កអញ្ចឹងពីព្រោះគេទើបតែកាត់ទោស Chen Xi ណាជាអ ுக ្រិតជនដែលរស់នៅស្រុកខ្មែរក្រោមការពាររបស់ហ៊ុនសែនបើគេចាប់ Chen Xi យកទៅកាត់ទោសហើយរឿងអីគេមិនចាប់ហ៊ុនសែនជាមេខ្លោងដែលជាអ្នកការពារចៅដែលទទួលលុយពីចៅអញ្ចឹងខ្ញុំសូមនិយាយតែប៉ុណ្្នឹងបានហើយព្រោះគំរូវាមានហើយហេតុការណ៍ដែលគេកាត់ទោស Chen Xi កាលពីខែតុលា3ខែមុននេះបើគេកាត់ទោស Chen Xi ហើយគឺគេអត់ឈប់រឿង Chen Xi ទេព្រោះហ៊ុនសែននៅពីក្រោយ Chen Xi បើកាត់ទោស Chen Xi ហើយត្រូវកាត់ទោសហ៊ុនសែនដែរបាទ អរគុណយើងលឺទាំងអស់គ្នាឲ្យលោកភាពដែលហៅមកពីប្រទេសកម្ពុជាមិញមិនដឹងថាភាពមែនទេឬមួយគ្រាន់តែគាត់ដាក់ឈ្មោះខ្លាំងខ្លាយទេការដែលសួរនឹងក៏មិនហ៊ានសួរច្រើនដែរលោកថាខ្លាចគេលួចថតសម្លេងបានក៏ប៉ុន្តែអ្វីដែលយើងបានលឺពីសំណួរខ្លីបន្តិចរបស់លោកភាពនេះគឺមានន័យថាសប្បាយចិត្តណាស់បើសិនជាគេចាប់លោកហ៊ុនសែនមែនគឺពួកគាត់សប្បាយចិត្តគឺថាពេលនេះគឺរស់នៅក្នុងភាពថប់ទាំងហើមទាំងអស់គ្នាបើសិនជាគេបានចាប់លោកហ៊ុនសែនមែននឹងធ្វើឲ្យធូរទ្រូងមែនតែនលែងសូវថប់ទាំងហើមប្រមាណនៅប្រទេសកម្ពុជាយើងនេះដូច្នេះមានន័យថាប្រជាពលរដ្ឋនឹងគឺហាក់ដូចជាពឹងសម្បើមណាស់ទៅលើអន្តរាគមន៍បរទេសពីខាងក្រៅមកដើម្បីជួយដកភ្នំដែលសកត់ពីលើទ្រូងរបស់ពួកគាត់នេះដូច្នេះសាររបស់អាដាមនេះផ្ដល់ការសង្ឃឹមដល់ពួកគាត់ផងប្រភេទភាពវិជ្ជមានផងបើតាមជាខ្ញុំពិចារណាមើលទៅគឺថាប្រភេទវិជ្ជមាននេះគឺមានន័យថានៅតែផ្ដល់ការសង្ឃឹមថាគង់តែថ្ងៃណាមួយគឺមានការលូកដៃមានអន្តរាគមន៍ពីប្រទេសមហាអំណាចមានសហរដ្ឋអាមេរិកជាដើមដូចតែគេធ្វើទៅលើម៉ាដូរ៉ូនេះគឺជាទស្សនវិជ្ជាវិជ្ជមាននៃសាររបស់អាដាមក៏ប៉ុន្តែអាចជាកបិតមុខពីរទេអាដាមអាចជាកបិតមុខពីរឧបមាថាបើសិនជាវាមិនធ្វើទៅកើតមែននឹងចាំមកខ្ញុំចេះតែដេញដោលថាវាអាចធ្វើមិនកើតទេដែលហេតុផល1ហេតុផល2ហេតុផល3មិនមែនខ្ញុំមិនចង់ឲ្យមាននោះទេគឺចង់ដូចគ្នាដូចខ្ញុំបាននិយាយហ្នឹងជាអ្នកកសែតក៏ដោយក៏ចង់ឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពដែរខ្ញុំក៏ជាមនុស្សដែរក៏ចង់ឃើញមាតុភូមិកំណើតរបស់ខ្ញុំមានប្រជាពលរដ្ឋមានសេចក្តីសុខខ្ញុំខ្លួនឯងក៏ចង់មានសេរីភាពក្នុងការវិលត្រឡប់ទៅលេងស្រុកកំណើតទៅថតរូបនៅមុខប្រាសាទអង្គរអីដូចគេដូចឯងដែរក៏ប៉ុន្តែអ្វីដែលខ្ញុំខ្លាចត្រង់ថាអាកបិតមុខពីរនោះឧបមាថាបើធ្វើទៅមិនកើតមែនហើយយើងគ្រាន់តែថាអាចនឹងមានមកមែនហើយធ្វើឲ្យប្រជាពលរដ្ឋនឹងដេកផ្សំដួលលមូលផ្សំគ្រិចទៅគឺថានាំគ្នាមានវប្បធម៌មួយគឺវប្បធម៌ដេករងចាំអន្តរាគមន៍ឬមួយដេករងចាំជំនួយពីបរទេសនៅពេលហ្នឹងតើវាអាចជាផលប៉ះពាល់អវិជ្ជមានដែរទេបើសិនជាការនឹងអាចមិនពិតមែនអញ្ចឹងមកខ្ញុំបាទចេះតែចង់សួរថាមានហេតុផលអាចប្រកាសទៅកើតទេដើម្បីផ្ដល់ក្តីសង្ឃឹមមែនទែនជៀសវាងកបិតមុខពីរផ្ដល់លក្ខណៈអវិជ្ជមានធ្វើឲ្យប្រជាពលរដ្ឋមានសង្ឃឹមខ្យល់អាដាមពេលនេះណាស្ថានភាពបច្ចុប្បន្នណាវាខុសពីពេលមុនយើងពិបាកឬបំរាស់ពីព្រោះហ៊ុនសែនគាត់ធ្វើបាបតែខ្មែរគ្នាយើងគាត់ថាងើបមួយវាយមួយគាត់ធ្វើបាបតែប្រជាពលរដ្ឋទុនខ្សោយឯងតែឥឡូវណាដោយហ៊ុនសែនគាត់ផ្្លាត់ស្នៀតគាត់ទៅចូលដៃជាមួយចៅអន្តរជាតិហើយចៅអន្តរជាតិនេះវាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសនានាទូទាំងពិភពលោកអានោះវាមានប្រតិកម្មមកវិញបើធ្វើបាបតែខ្មែរគ្នាឯងប្រហែលហ៊ុនសែននៅអាចកាន់អំណាចបានតទៀតប៉ុន្តែដល់ចូលដៃជាមួយចៅវាមានសកម្មភាពខ្នាតអន្តរជាតិនាំឲ្យមានប្រតិកម្មអន្តរជាតិអានោះហ៊ុនសែនផ្្លាត់ស្នៀតទី1ហើយធ្ងន់ណាស់ឬបំរាស់អត់រួចទេត្រូវកាត់ទោសហ៊ុនសែននោះគឺកាត់ទោសរឿងចៅហ្នឹងហើយក៏ហ៊ុនសែនគាត់ផ្្លាត់ស្នៀតទី2គាត់ផ្្លាត់ស្នៀតជាមួយថៃគាត់លេងលបែងគាត់ចាក់រុកណាមេដឹកនាំថៃឲ្យឆ្លោះគ្នាដែរដោយគាត់ទាញផលប្រយោជន៍ចំណេញគាត់មានរឿងផ្ទាល់ខ្លួនរកស៊ីជាមួយមេដឹកនាំថៃខ្លះប៉ុន្តែមិនដូចអ្វីដែលគាត់នឹកស្មានណាវាប្រឆាំងមកវិញថៃគេរួបរวมគ្នាគេដឹងថាហ៊ុនសែននេះមនុស្សពីលនិយាយចំទៅមិនអាចទុកចិត្តបានទេដរាបណាហ៊ុនសែននៅដឹកនាំប្រទេសកម្ពុជាថៃអត់បានសក់ទេអញ្ចឹងបានថៃគណៈបកនយោបាយថៃមេដឹកនាំនយោបាយថៃទាំងអស់គេរួបរวมគ្នាអ្វីដែលហ៊ុនសែនចង់ចាក់រុកឲ្យគេឆ្លោះគ្នាគេមិនឆ្លោះគ្នាគេរួបរวมគ្នាហើយគេសម្រេចថាត្រូវកម្ចាត់ហ៊ុនសែនអាហ្នឹងដែលធ្វើឲ្យយើងយល់ឃើញថាវាមិនមែនហ៊ុនសែនធ្វើបាបតែខ្មែរហ៊ុនសែនធ្វើអំពើរបស់គាត់ណាវាប៉ះពាល់ដល់គេឯងច្រើនអញ្ចឹងអន្តរជាតិគេមានកម្លាំងណាពីគ្រប់ទិសទីគេថាហ៊ុនសែននឹងមនុស្សចង្រៃគាត់ចង្រៃសម្រាប់ខ្មែរហើយប៉ុន្តែឥឡូវគាត់ចង្រៃសម្រាប់គេទៀតសម្រាប់ពិភពលោកអញ្ចឹងពិភពលោកនឹងចាត់វិធានការដើម្បីដកហ៊ុនសែនចេញណារឿងហ្នឹង
ដែលធ្វើឲ្យស្ថានភាពអ្វីដែលយើងយល់ឃើញអាចទូជាទៅមុខវាមិនដូចមុនទេមុនហ៊ុនសែនធ្វើឲ្យបានតាមចិត្តតែឥឡូវហ៊ុនសែនមិនអាចធ្វើឲ្យបានតាមចិត្តទេទី1ទី2សូម្បីតែខ្មែរឥឡូវយើងរំពឹងលើខ្មែរគ្នាយើងកាលមុនថាទេគណៈបកប្រជាជនកម្ពុជាតតាំងជាមួយគណៈបកសង្គ្រោះជាតិណាខ្មែរតតាំងគ្នាតែឥឡូវវាអត់រឿងអញ្ចឹងទេអត់មានខ្មែរតតាំងគ្នាទេគណៈបកប្រជាជនកម្ពុជាគណៈបកសង្គ្រោះជាតិដូចគ្នារឿងអីទី1យើងខ្មែរដូចគ្នាទី2យើងចង់បានសន្តិភាពយើងអត់ចង់ច្បាំងទេហ៊ុនសែនដើរផ្លូវសង្គ្រាមគឺផ្លូវខុសខ្ញុំជឿថានៅជុំវិញហ៊ុនសែនក្នុងជួរគណៈបកប្រជាជនក៏ខ្មែរចង់បានសន្តិភាពពិតប្រាកដណាសន្តិភាពយូរអង្វែងណាអញ្ចឹងក្នុងជួរគណៈបកប្រជាជនគណៈបកទាំងអស់ហើយអ្នកដែលអត់មានគណៈបកក៏ដោយយើងចង់បានសន្តិភាពទាំងអស់គ្នាម្ដងយើងរួបរวมគ្នាទី2យើងចង់បានទឹកដីយើងមកវិញអានោះមិនមែនរឿងគណៈបកប្រជាជនកម្ពុជាមិនមែនរឿងគណៈបកសង្គ្រោះជាតិណារឿងខ្មែរទាំងអស់គ្នាខ្មែរណាមិនចង់បានទឹកដីមកវិញដែលថៃលេបតបាក់អញ្ចឹងយើងចង់បានសន្តិភាពយើងចង់បានទឹកដីយើងមកវិញយើងត្រូវតែរួបរวมគ្នាហើយរួបរวมគ្នាដើម្បីបានសម្រេចគោលដៅទាំងពីរតើតដកហ៊ុនសែនចេញពីព្រោះហ៊ុនសែននឹងជាឧបសគ្គណាឧបសគ្គមិនឲ្យមានសន្តិភាពមានភាពតានតឹងសង្គ្រាមថ្ងៃណាផ្ទុះជាមួយថៃទៀតបង្ហូរឈាមទៀតហើយបាត់បង់ទឹកដីទៀតអញ្ចឹងបានសន្តិភាពផងយកទឹកដីយើងមកវិញផងតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីតុលាការ ICC ICJ ប្តឹងតាមការទូតតាមនីតិវិធីតុលាការអត់មានបង្ហូរឈាមទេអត់មានស្លាប់ទេអាហ្នឹងក៏មានប្រសិទ្ធភាពបើហ៊ុនសែនគាត់ជំរុញឲ្យច្បាំងអស់ទឹកដីហើយខ្មែរស្លាប់អត់ប្រយោជន៍ហ្នឹងអញ្ចឹងបានថាហ៊ុនសែននឹងជាឧបសគ្គសម្រាប់សន្តិភាពផងឧបសគ្គសម្រាប់ខ្មែរទាមទារទឹកដីយើងមកវិញផងអញ្ចឹងខ្មែរត្រូវរួបរวมគ្នាត្រូវដកហ៊ុនសែនចេញឲ្យតទៅបានម្ដងហ្នឹងមិនមែនគណៈបកប្រជាជនកម្ពុជាគិតអីដោយឡែកគណៈបកសង្គ្រោះជាតិគិតអីដោយឡែកយើងទាំងអស់គ្នាគ្រប់គណៈបកយើងត្រូវរួបរวมគ្នាត្រូវដកហ៊ុនសែនចេញឲ្យតទៅបានដើម្បីខ្មែរបានសុខយើងបានសន្តិភាពយើងបានទឹកដីយើងមកវិញបាទអរគុណអាដាមចំពោះការបកស្រាយនេះមុននឹងបន្តកិច្ចពិភាក្សារបស់យើងតទៅទៀតនេះខ្ញុំចង់និយាយទៅកាន់លោកអ្នកស្ដាប់មែនតែនបន្តិចអ្នកដែលកំពុងតាមដានយើងនេះមានអ្នកស្ដាប់មានអ្នកសរសេរ comment នឹងមែនតែនហើយនឹងមានអ្នកមិនមែនតែនគឺជាក្រុម MMO ក្រុម Cyber War Room ដែលដឹកនាំដោយលោកហ៊ុនម៉ាណែតនេះជាដើមតាមពិតកងទ័ពរបស់ MMO របស់លោកហ៊ុនម៉ាណែតនឹងគឺថាខ្លាំងសម្បើមណាស់នៅពេលដែលមានការផ្សាយផ្ទាល់អីបែបនេះគឺខ្លាំងជាងទ័ពមែនតែនតែច្បាំងគ្នានៅឯទូលដែននោះគឺខ្លាំងមែនតែនក៏ប៉ុន្តែមិនសូវខ្លាំងទេក៏ប៉ុន្តែទ័ពរបស់លោកហ៊ុនម៉ាណែតនៅលើ MMO នៅលើអនឡាញនេះគឺខ្លាំងមែនតែនឲ្យតែមានការផ្សាយណាដែលអាចមានប្រយោជន៍ការផ្សាយណាដែលការពិភាក្សាណាដែលជាការរិះរកមធ្យោបាយដើម្បីធ្វើឲ្យប្រទេសកម្ពុជាមានសេរីភាពមានភាពសុខសាន្តអីជាដើមក្រុម MMO របស់លោកហ៊ុនម៉ាណែតនឹងគឺថាលើកទ័ពមកជេរបន្តិចពេញណាពេញណីអីចឹងទៅខ្ញុំគ្រាន់តែសូមស្នើទៅកាន់លោកអ្នកស្ដាប់មែនទែនអ្នកបញ្ចេញមតិយោបល់មែនទែនសូមយកចិត្តទុកដាក់មកលើ comment ដើម្បីសួរវាគ្មិនឬមួយក៏បញ្ចេញទស្សនៈតាក់ទងទៅកិច្ចពិភាក្សារបស់យើងបានហើយមិនបាច់ឆ្លងឆ្លើយទៅក្រុម MMO នេះទេពីព្រោះតែបំភ្លេចចោលចុះពួកយើងខ្ញុំក៏ចឹងដែរយើងមិនដែលចាប់អារម្មណ៍ចំពោះការជេរប្រមាថអីពីក្រុម MMO នេះទេពីព្រោះអាចនេះជាមុខរបររកស៊ីរបស់ពួកគាត់មានកុងត្រាពីមេគាត់មកថាអ្នកត្រូវចូលទៅរៅឆានការផ្សាយនេះអីចឹងទៅគឺរៅឆានម្ដងបានប៉ុណ្ណេះគឺជាមុខរបររកស៊ីរបស់ពួកគាត់ដែរទេមេតាអនុគ្រោះយោគយល់ដល់មុខរបររបស់ពួកគាត់នឹងផងទៅគ្រាន់តែបញ្ចេញទស្សនៈយោបល់តាក់ទងទៅនឹងខ្លឹមសារនៃការជជែកវែកញែករបស់យើងឬមួយក៏សរសេរសំណួរមកបានហើយមិនបាច់ចាប់អារម្មណ៍ទៅនឹងក្រុម MMO នេះទេពីព្រោះក្រុម MMO នេះការដែលយើងឆ្លើយឆ្លងកាន់តែខ្លាំងក៏ធ្វើឲ្យពួកគាត់នឹងឯងកាន់តែមានធម៌ពលដែរបើសិនជាយើងមិនចាប់អារម្មណ៍ក៏វាចប់ត្រឹមប៉ុណ្្នឹងទៅនឹងខ្ញុំសូមងាកមកទៅជែកជាមួយនឹងលោកអ្នកស្ដាប់ជាពិសេសអ្នកដែលសរសេរ comment ឆ្លងឆ្លើយជាចុះជាឡើងជាមួយនឹងក្រុម MMO នេះគឺគ្មានប្រយោជន៍អីទាំងអស់ឥឡូវបកមកលោកសំរងស៊ីវិញយើងងាកទៅមើលស្ថានភាពនៃប្រទេសវេណេស៊ុយអេឡានៅពេលដែលសេដ្ឋកិច្ចទុនខ្សោយសេដ្ឋកិច្ចងាកទៅរឿងប្រេងឥន្ធនៈទៅមុខនៅពេលដែលវិស័យប្រេងឥន្ធនៈនេះវាដួលនឹងគឺមានកត្តាច្រើនគឺមកពីកត្តាពុករលួយមកពីកត្តាមានការគៀបសង្កត់ផ្នែកទណ្ឌកម្មសេដ្ឋកិច្ចពីលោកសេរីណាក្រៅទៅពីនឹងទេអាគ្រឿងយន្តគ្រឿងបូមប្រេងគ្រឿងអីនឹងក៏វាបាក់បែកខូចខាតទៅគ្មានលុយជួសជុលអីទៅដូច្នេះប្រេងមានតែនៅក្នុងដីអត់អាចហើយបើសិនជាបូមបានខ្លះមកនឹងក៏មិនដឹងលក់ឲ្យណាដូច្នេះទីបំផុតសេដ្ឋកិច្ចនឹងវាចាប់ផ្ដើមទុនខ្សោយនៅពេលដែលសេដ្ឋកិច្ចផ្អែកទៅលើតែរឿងនឹងមុខនៅពេលដែលទុនខ្សោយម៉ាឌូរ៉ូត្រូវបានគេចោទប្រកាន់ថាត្រូវងាករកវិធីដទៃទៀតដើម្បីរកលុយមកបំពន់ជីវិតហឺហារបស់ក្រុមបកពួកខ្លួនការទ្រទ្រង់រដ្ឋាភិបាលការទ្រទ្រង់ប្រជាពលរដ្ឋនឹងមិនជាប្រមាណទេប្រជាពលរដ្ឋនៅតែក្រីក្រភៀសខ្លួនទៅក្រៅប្រទេសរាប់លានអ្នកឈឺគ្មានថ្នាំព្យាបាលដូចជាដើមករណីនេះស្តៀងគ្នាមែនទែនទៅនឹងបញ្ហាកម្ពុជាសេដ្ឋកិច្ចប្រទេសកម្ពុជាយើងនឹងគឺគ្មានសេដ្ឋកិច្ចណាមួយដែលរឹងមាំទេគ្មានការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីរឹងមាំដើម្បីជួយកសាងសេដ្ឋកិច្ចជាតិទេនៅពេលដែលគឺសេដ្ឋកិច្ចជាតិមិនដំណើរការបានល្អលោកហ៊ុនសែនងាកទៅរឿងអក្រិតកម្មដទៃទៀតមានអក្រិតកម្មអនឡាញមានការលាងលុយកខ្វក់
លោកនាងកញ្ញាបាទលោកនាងកញ្ញាឮខ្ញុំឡើងវិញហើយទេបាទបាទនឹងឯខ្ញុំមិនដឹងថាមានបញ្ហាអីទេខ្ញុំកំពុងតែនិយាយក៏ស្រាប់តែលេងឮតែលើគឺភ្ជាប់បានមកវិញហើយអ្វីដែលខ្ញុំបានលើកឡើងនេះមិនដឹងថាដាច់សម្លេងខ្ញុំពីកាលណាទេខ្ញុំបាទចង់លើកឡើងពីចំណុចមួយចំណុចថាស្ថានភាពរបស់ប្រទេសកម្ពុជាហើយនិងប្រទេសវេណេស៊ុយអេឡានឹងមិនជាខុសគ្នាប៉ុន្មានដែរទេត្រង់ថានៅពេលដែលប្រទេសវេណេស៊ុយអេឡាពឹងផ្អែកវិស័យសេដ្ឋកិច្ចពឹងផ្អែកទៅលើគ្រឿងប្រេងឥន្ធនៈតែមួយមុខផ្អែកទៅលើនឹងតែមុខនៅពេលដែលវិស័យនេះដួលរលំនឹងគឺដោយសារអំពើពុករលួយដួលរលំនឹងដោយសារមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបូមប្រេងមកហើយនឹងក៏មិនអាចលក់ទៅបានហើយក្រៅទៅពីនឹងទេអាគ្រឿងចាក់អីដទៃទៀតដែលទៅបូមខ្លាញ់ចម្រាញ់ប្រេងនឹងក៏មិនដំណើរការនឹងនៅពេលហ្នឹងម៉ាឌូរ៉ូមេដឹកនាំនៃប្រទេសវេណេស៊ុយអេឡានឹងចាប់ផ្ដើមប្រព្រឹត្តបទឧក្រិដ្ឋដើម្បីយកមកប៉ះប៉ុនបញ្ហាសេដ្ឋកិច្ចផងដើម្បីប៉ះប៉ុនទៅនឹងជីវភាពដ៏ខឺហារបស់ក្រុមខ្លួននិងបកពួករបស់ខ្លួនផងអ្វីដែលអក្រិតកម្មដែលយើងបានដឹងហ្នឹងគឺថាចាប់ផ្ដើមអក្រិតកម្មលក់គ្រឿងញៀននេះជាដើមពេលលក់គ្រឿងញៀននេះជាដើមលោកហ៊ុនសែនក៏ដូចគ្នានៅប្រទេសកម្ពុជាមិនមានគ្រឿងសេដ្ឋកិច្ចនឹងរឹងមាំទេជួនកាលពឹងផ្អែកទៅលើវិញ្ញាណភ័ណ្ឌកាត់ដេរទៅឬមួយក៏ពឹងផ្អែកទៅលើវិស័យទេសចរនៅពេលដែលវិស័យអស់នេះមានការគៀបសង្កត់ពីសហភាពអឺរ៉ុបជាដើមក្នុងការមិនផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធឬមួយកាត់ប្រព័ន្ធអនុគ្រោះពន្ធនេះជាដើមវិស័យទេសចរត្រូវបានគេលែងចូលមកអីជាដើមដែលហេតុថាគេខ្លាចមានបញ្ហាសន្តិសុខដែលហេតុថាមានជំងឺឆ្លងមានអីជាដើមហ្នឹងទីបំផុតគ្រឿងសេដ្ឋកិច្ចនឹងមិនរឹងមាំលោកហ៊ុនសែនចាប់ផ្ដើមងាកទៅប្រព្រឹត្តអំពើអក្រិតកម្មមានការខុបខិតជាមួយចោរដើម្បីបានលុយមកបំពន់ជីវិតហឺហារបស់ខ្លួនទ្រទ្រង់រដ្ឋាភិបាលរបស់ខ្លួនអីហ្នឹងបន្តិចបន្តួចហ្នឹងដូច្នេះក្នុងករណីនេះតើរបបលោកហ៊ុនសែននេះក្រៅតែពីរឿងដែលអាដាមបានលើកឡើងថាអាចអាមេរិកទៅធ្វើកហ៊ុនសែននេះតើសេដ្ឋកិច្ចរបស់លោកហ៊ុនសែននៅពេលដែលមានរឿងបែករឿងអក្រិតកម្មអនឡាញដែលលោកអាចនឹងមិនខុបខិតជាមួយចោរនឹងបានលុយប្រមាណអីហ្នឹងតើអាចនឹងវារលំរលាយដោយខ្លួនឯងដែរទេដោយមិនចាំបាច់មានឥទ្ធិពលពីខាងក្រៅដែរទេអាដាមច្បាស់ណាស់មិញយើងនិយាយតែពីកត្តានយោបាយសិក្សាណាតែបើយើងនិយាយពីកត្តាហិរញ្ញវត្ថុពីកត្តាសេដ្ឋកិច្ចរបបហ៊ុនសែននេះគឺកាន់តែទុនជ្រាយពីព្រោះរបបហ៊ុនសែននេះរស់ដោយសារចៅថ្មីនេះប្រហែលឆ្នាំ 4-5 ឆ្នាំចុងក្រោយនេះគឺពួកចៅពួក Gen Z ណាចិញ្ចឹមរបបហ៊ុនសែនបើអត់មានពួក Gen Z នឹងចិញ្ចឹមរបបហ៊ុនសែននឹងប្រហែលជាដួលរលំបាត់ទៅហើយតែឥឡូវនេះដល់គេបង្ក្រាបគេកម្ចាត់បណ្ដាញ Gen Z នឹងគេទូទាំងពិភពលោកគេកម្ចាត់ចិត្តអស់ហើយតែនៅសល់ប្រទេសកម្ពុជានៅលើទឹកដីប្រទេសកម្ពុជាបណ្ដាញ Gen Z នេះវានៅដំណើរការធម្មតាគេចាប់កប៉ិចកប៉ុកស្អីវាអត់ប៉ះពាល់វាអត់ចិញ្ចឹមរបបហ៊ុនសែនប៉ុន្តែណាដែលចិញ្ចឹមរបបហ៊ុនសែនគឺគេរក្សាឲ្យដំណើរការជាធម្មតាតែប្រហែលខែប្រហែលឆ្នាំទៀតដែលអាចធ្វើអញ្ចឹងបានគេបង្ក្រាបរបបបណ្ដាញ Gen Z ទូទាំងពិភពលោកហើយគេនឹងមកបង្ក្រាបនៅប្រទេសកម្ពុជាគេខ្លាចអីមកបង្ក្រាបពួកក្រុមចៅនៅប្រទេសកម្ពុជាដល់បង្ក្រាបអស់ទៅណាអត់មានអាណាចិញ្ចឹមហ៊ុនសែនទៀតទេរបបហ៊ុនសែនគឺរស់ដោយសារពួកចៅដឹកនាំដោយ Gen Z ហ្នឹងអ្នកចិញ្ចឹមដល់អស់ពីអ្នកចិញ្ចឹមពួក Gen Z ហ្នឹងគឺរបបហ៊ុនសែនវាដួលដោយខ្លួនវាអញ្ចឹងសម្ពាធសេដ្ឋកិច្ចសម្ពាធហិរញ្ញវត្ថុសម្ពាធពាណិជ្ជកម្មរហូតទៅដល់ពលករខ្មែរទៀតពលករខ្មែរនៅថៃហ៊ុនសែនបបួលតែហៅថាមកធ្វើការនៅស្រុកខ្មែរយើងគាត់នឹងរកការងារឲ្យផលសុទ្ធគ្មានរកការងារឲ្យពលករខ្មែរប្រហែល1លានអ្នកមកស្រុកខ្មែរវិញគ្មានបានការអីទាំងអស់យ៉ាងច្រើនណាស់បានមនុស្សថា 10000 20000 អ្នកចុះតែមនុស្ស1លានអ្នកដែលអត់មានការងារធ្វើឲ្យពួកគាត់រស់យ៉ាងម៉េចហើយការគាត់នៅថៃគាត់ផ្ញើលុយណាមកឲ្យបងប្អូនមកឲ្យម៉ែឪសងបំណុលហើយឲ្យអាចរស់បានផងអញ្ចឹងដល់គាត់មកវិញគាត់អត់មានប្រាក់ចំណូលគាត់ខ្លួនគាត់ក៏ពិបាករស់អត់មានផ្ញើលុយឲ្យម៉ែឪបងប្អូនរស់បានអត់មានផ្ញើលុយឲ្យម៉ែឪសងបំណុលបានអញ្ចឹងវាអត់ទាំងអស់អញ្ចឹងហ៊ុនសែនទុកអស់ជាប់ហើយថែមជនភៀសសឹកទៀតជនភៀសសឹកបាត់បង់ដីធ្លីផ្ទះសម្បែងមុខរបរឥឡូវត្រូវទៅចិញ្ចឹមទៅមើលខុសត្រូវតើបានលុយពីណាមករបបហ៊ុនសែននោះវាដល់ទីបញ្ចប់របស់វាដោយសាររឿងសេដ្ឋកិច្ចរឿងហិរញ្ញវត្ថុហ្នឹងគឺវាធ្ងន់ធ្ងរជាងរឿងនយោបាយទៅទៀតបាទនឹងហើយយើងដឹងថា banker ធំរបស់លោកហ៊ុនសែននឹងមាន Gen Z ជាជនជាតិបាទជួយលើកឡើងមកណាថាអ្នកនៅជុំវិញហ៊ុនសែនអ្នកនៅជុំវិញហ៊ុនសែនណាគឺស្ថិតនៅក្នុងបញ្ជីខ្មៅឈ្មោះជាអក្រិតជនសម្រាប់សហរដ្ឋអាមេរិករួចទៅហើយទី1លីយ៉ុងផាត់ណាគាត់អ្នកកាន់លុយឲ្យហ៊ុនសែនណាគាត់អ្នករកលុយតាមជាពិសេសតាមដងព្រំប្រទល់ដែនថៃអាកាស៊ីណូកន្លែងឆោបបោកហ្នឹងគឺលីយ៉ុងផាត់ហ្នឹងអ្នកកាន់អ្នកគ្រប់គ្រងអញ្ចឹងបានលីយ៉ុងផាត់ហ្នឹងត្រូវតុលាការអាមេរិកនៅទីក្រុងញូវយ៉កចេញឈ្មោះលីយ៉ុងផាត់គេចាប់លីយ៉ុងផាត់ត្រូវតែចាប់ពេលណាចាប់លីយ៉ុងផាត់បានគេនឹងចាប់នៅជុំវិញហ៊ុនសែនណាកុកអានហ៊ីងប៊ុនហៀងសិតតែអាមេរិកឬមួយបារាំងតាមចាប់អ
ចុះវានៅសល់តែហ៊ុនសែនគេមិនទាន់ចេញឈ្មោះហ៊ុនសែនប៉ុន្តែយើងមើលអាអ្នកចំណិតទាំងអស់នៅជុំវិញហ៊ុនសែនគឺសិតតែជនអូក្រិតដែលគេត្រូវចាប់រឿងអីគេមិនចាប់ហ៊ុនសែនគេដឹងថាអ្នកដែលនៅជុំវិញហ៊ុនសែននឹងវាធ្វើអំពើអាក្រក់គឺដោយសារហ៊ុនសែននឹងជាមេខ្លោងជាអ្នកបញ្ជាអ្នកនៅជុំវិញអ្នកនៅជុំវិញហ៊ុនសែនត្រូវគេតាមចាប់រឿងអីគេមិនចាប់ហ៊ុនសែនតែម្ដងអានឹងវាអាស្រ័យទៅពេលវេលាទេអរគុណលោកច័ន្ទបុតអរគុណឥឡូវនេះអរគុណអាដាមដែលងាកភ្ជាប់ទៅក្នុងប្រធានបទធំរបស់យើងវិញប៉ុន្តែអ្វីដែលយើងទៅចែកវិញនេះមកដល់រឿងសេដ្ឋកិច្ចហើយហ្នឹងហើយអ្នកដែលកាន់លុយអ្នកដែលផ្ដល់លុយពីក្រោយឲ្យលោកហ៊ុនសែននឹងមាន Gen Z ក្តីមានលីយ៉ុងផាត់ក្តីមានកុកអានក្តីហ្នឹងគឺមិនមែនត្រឹមតែស្ថិតនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកទេទ្រព្យសម្បត្តិរបស់គាត់ត្រូវគេបង្កក់ឬមួយអាចនឹងគេរឹបអូសទៅទៀតដូច្នេះអក្រិតកម្មអនឡាញការធ្វើជាចោររបស់លោកហ៊ុនសែនហ្នឹងក៏ប្រហែលជាពិបាកនឹងលួចលែងបានតទៅទៀតដូច្នេះតើគាត់ពឹងអីបញ្ហាសេដ្ឋកិច្ចនឹងក៏វាអន់ខ្សោយបញ្ហាកសិកម្មដែលជាប្រទេសកសិកម្មនឹងប្រជាពលរដ្ឋហៅពីស្រុកខ្មែរមកបានប្រាប់ឲ្យថាផលិតផលកសិកម្មនឹងខំតែផលិតចឹងទៅទីបំផុតនឹងលក់សឹងតែថោកជាងតម្លៃផលិតនឹងទៅទៀតគឺលងចុងដូច្នេះអាសេដ្ឋកិច្ចនឹងគឺសឿតែដួលរលំកម្មកររោងចក្រកាត់ដេរនឹងជាដើមនឹងត្រូវអ្នកខ្លះអត់ការធ្វើអ្នកលក់បាយលក់ទឹកអីនៅមុខរោងចក្រអីនឹងត្រូវបិទហាងបិទអីខ្ទេចខ្ទីអស់ដូច្នេះតើទីបំផុតទៅបើសិនជាមានការគៀបសង្កត់បែបនេះវិស័យគ្រប់យ៉ាងដែលផ្ដល់លុយឲ្យលោកហ៊ុនសែននេះគឺលែងរកលុយបានវិស័យចោរកម្មរបស់លោកហ៊ុនសែនខុបខិតជាមួយនឹងជនបរទេសលួចលុយគេនេះក៏លួចលែងបានតទៅទៀតតើលោកអាចនៅមានពឹងអ្វីទៀតដើម្បីដកថែមពឹងរុស្ស៊ីបានទេពឹងចិនបានទេអាដាមហ៊ុនសែនអាចពឹងតែមនុស្សដែលប្រព្រឹត្តអំពើអាក្រក់និយាយឲ្យចំណាអ្នកដែលគេរកស៊ីត្រឹមត្រូវដែលគេអាណិតខ្មែរគេចង់ជួយខ្មែរមែនដូចតែវីដេអូឥឡូវគេឈប់មកហើយទី1រឿងសង្គ្រាមទី2រឿងចោលគេឈ្មោះប្រទេសកម្ពុជាដោយសារហ៊ុនសែននេះគឺគេឈ្មោះអាក្រក់គេថាស្រុកនេះស្រុកចោលដឹកនាំដោយចោលអាណាចង់មករកស៊ីជាមួយចោលអញ្ចឹងគេអត់មកអានោះធ្វើឲ្យខ្មែរយើងកាន់តែវេទនាកាន់តែឯកោក្នុងវិស័យសេដ្ឋកិច្ចហ៊ុនសែនអស់មានណាត្រួតត្រងឯអាសសណាសសសេដ្ឋកិច្ចហេតុវត្ថុដែលត្រួតត្រងរបបគាត់ណាវាកំពុងតែប្រេះស្រាំគេកាត់ផ្ដួលរំលំដូច្នេះវាអត់មានអីត្រួតត្រងរបបហ៊ុនសែនទៀតទេអាស្រ័យតែពេលវេលាហើយចូលមករឿងដើមយើងដោយសារហ៊ុនសែនត្រូវតែមានទោសគេគាត់មិនបញ្ចេញប៉ុន្តែបើយើងមើលឈ្មោះអ្នកនៅជុំវិញហ៊ុនសែនដែលមានទោសដែលគេកាត់ទោសគេនៅចាំតែកាត់ទោសហ៊ុនសែនទេហ៊ុនសែនជាមេខ្លោងគេមិនអាចកាត់ទោសមនុស្សកប៉ិចកប៉ុកក្រុមបញ្ជាហ៊ុនសែនដោយមិនកាត់ទោសហ៊ុនសែនខ្លួនឯងផ្ទាល់ទេអញ្ចឹងវាពេលវេលាទេវាអាស្រ័យតែពេលវេលាទេយើងនិយាយឲ្យខ្លីទៅណារបបហ៊ុនសែនចប់ហើយពីព្រោះហ៊ុនសែនបានធ្វើអ្វីអាក្រក់ប្រហែលឆ្នាំ30 40ឆ្នាំធ្វើបាបតែខ្មែរប៉ុន្តែគាត់ផ្លាត់ស្នៀតគាត់ទៅប៉ះពាល់ដល់ផលប្រយោជន៍អន្តរជាតិរបស់ប្រទេសជាច្រើនក្នុងពិភពលោកគេរួមកម្លាំងគ្នាដើម្បីកម្ចាត់របបហ៊ុនសែននិយាយឲ្យចំទៅអាហ្នឹងដូចជាជួយរំដោះខ្មែរផងបាទជួយរំដោះប្រជាពលរដ្ឋខ្មែរផងឲ្យរួចផុតពីរបបផ្ដាច់ការរបបជិះជាន់យើងហើយរបបបំផ្លាញជាតិហើយធ្វើឲ្យបាត់បង់ទឹកដីទៀតហើយនាំឲ្យមានសង្គ្រាមបង្ហូរឈាមខ្មែរទៀតគឺរបបនេះគឺរបបចង្រៃមែនទែនហ្មងបាទអាដាមនៅពេលដែលលោកហ៊ុនសែនប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញកាប់ព្រៃជាមួយឈ្មួញជួញគ្រឿងញៀនជាមួយឈ្មួញប្រព្រឹត្តអំពើឆបោកតាមអនឡាញអាដាមបានជ្រាបហើយគឺថាលុយនឹងលុយច្រើនណាស់រាប់ពាន់លានដុល្លារលោកហ៊ុនសែននឹងក៏បានដោយផ្ទាល់ពីមេអគ្គរដ្ឋជនទាំងអស់នេះបើមិនបានផ្ទាល់ទេមិនមែនគាត់ការពារទេមិនមែនលើកពួកអស់នេះឲ្យធ្វើជាទីប្រឹក្សាឲ្យធ្វើជាមនុស្សចំណិតអីទេដូច្នេះមានន័យថាលោកនឹងក៏បានភៀសផលច្រើនណាស់កូនចៅលោកបងប្អូនស្រីបងប្អូនប្រុសរបស់លោកឯនឹងគឺមួយថ្ងៃសម្ដែងទ្រព្យសម្បត្តិនឹងសម្បើមណាស់ហើយករណីនេះក៏មិនសូវខុសពីមេដឹកនាំផ្ដាច់ការនៅក្នុងតំបន់នឹងដែរមានការសេដ្ឋកិច្ចនឹងអន់ថយប្រជាពលរដ្ឋនឹងអត់លុយចាយអត់បាយកាហាយទឹកអីយ៉ាងណាក៏ដោយចុះពួកគាត់នឹងមានស្ដុកស្ដំតាមរយៈការបង្ហាញទ្រព្យសម្បត្តិមានរយៈការសង់ផ្ទះបង្អួតផ្ទះមានរយៈការកូននេះម្ដងយើងឃើញយើងមើលទាំងអស់គ្នាគឺយើងព្រឺខ្លួននៅពេលដែលគេចាយលុយបែបនេះអ្វីដែលខ្ញុំបាទចង់សួរនេះដូច្នេះពួកគាត់មានលុយច្រើនណាស់រាប់រយឬអាចដល់រាប់ពាន់លានដុល្លារតើគាត់អាចបន្តជីវិតបន្តអំណាចរបស់គាត់ដោយការពារទ្រព្យសម្បត្តិមហាសាលឬមួយដោយយកទ្រព្យសម្បត្តិមហាសាលនេះអ្នកណារាំងខ្ទប់អីបែបណាក៏ដោយចុះយើងឃើញប្រទេសដទៃទៀតអញ្ចឹងដែរប្រជាពលរដ្ឋអត់ឃ្លានអីចឹងក៏ដោយចុះពួកគាត់នៅតែហ៊ឺហានៅតែកាន់អំណាចបានតើពួកគាត់អាចមានធនធានសម្រាប់ដណ្ដសម្រាប់រស់នៅក្នុងជីវិតហ៊ឺហាបែបនេះបានប្រហែលឆ្នាំទៀតទៅបើសិនជាអត់មានការលូកដៃខ្ញុំនិយាយនេះបើសិននេះខ្ញុំ
សូមឲ្យអាដាមអ្វីដែលអាដាមវិភាគនេះមានតម្លៃនេះទៅជាការពិតទៅចុះក៏ប៉ុន្តែបើសិនជាគេមិនមកទេក្នុងហេតុផលណាមួយតើពួកគាត់អាចមានធនធានដើម្បីទ្រទ្រង់ជីវិតដ៏ហឺហារបស់ពួកគាត់ទ្រទ្រង់អំណាចរបស់គាត់ប្រហែលឆ្នាំទៅលុយដែលគាត់រកបានពីការបំផ្លាញជាតិពីការធ្វើចោរកម្មអន្តរជាតិនេះហ៊ុនសែនគាត់ត្រូវការទិញមនុស្សដឹងថាគេអត់ចូលចិត្តគាត់គេមិនចូលចិត្តទង្វើរបស់គាត់អ្នកណាដែលនៅបំរើគាត់គឺដោយសារផលប្រយោជន៍ផ្ទាល់ខ្លួនសុទ្ធសាធហើយដើម្បីបំរើផលប្រយោជន៍ផ្ទាល់ខ្លួនគាត់ទាល់តែហ៊ុនសែនផ្ដល់លុយឲ្យគេអញ្ចឹងបានហ៊ុនសែនត្រូវចំណាយលុយច្រើនណាស់លុយដែលហ៊ុនសែនទទួលបានពីចៅហ៊ុនសែនចំណាយទៅវិញទិញណាទិញអ្នកដែលពីមុនធ្លាប់ប្រឆាំងគាត់ឲ្យបិទមាត់ឲ្យនៅស្ងៀមឥឡូវមកគាំទ្រគាត់ទោះជាគាត់ធ្វើអីក៏ត្រូវគាំទ្រគាត់អានឹងគាត់ឲ្យលុយច្រើនតែដល់ប្រភពលុយគាត់វាចាប់ផ្ដើមខ្សោះគាត់មិនអាចទិញមនុស្សដូចទិញកងទ័ពអញ្ចឹងណាសូម្បីតែអង្គរៈគាត់គឺ Gen Z អ្នកជួយចិញ្ចឹមអ្នកបើកប្រាក់ខែឲ្យដល់ Gen Z អត់មានប្រភពលុយមិនអាចជួយគាត់ទៀតអ្នកណាបើកប្រាក់ខែឲ្យអង្គរៈគាត់ទិញគ្រឿងអាវុធអីប្រដាប់ប្រដាសម្ភារៈអីឲ្យអង្គរៈគាត់បំពន់អង្គរៈគាត់ឲ្យការពារអំណាចគាត់អានឹងគាត់ត្រូវយកលុយផ្ទាល់ខ្លួនឯងហើយប៉ុន្តែវាអត់មិនអាចធ្វើអញ្ចឹងរហូតបានទេវាមានទីបញ្ចប់យើងធ្វើអីបានតើយើងមើលវែងឆ្ងាយថាយើងវែងឆ្ងាយយើងមានស្អីដែលជាប្រាក់ចំណូលចូលមកជាបន្តបដាប៉ុន្តែឥឡូវវាអស់អាប្រភពចោលអាប្រភពធំហ្នឹងវារីងអស់ហើយអញ្ចឹងមានន័យថាវាត្រូវតែចប់ថ្ងៃណាមួយគេមិនចាំដល់ថាកប៉ាល់គេមិនចាំដល់កប៉ាល់នឹងលិចបានគេលូតទឹកឯណាគេចាក់ចេញពីកប៉ាល់ឯងដឹងថាកប៉ាល់នឹងវាលិចតិចម្ដងហើយគេចេញហើយទាំងអ្នកនៅជុំវិញហ៊ុនសែនគឺចេញមុនហើយចេញមុនគឺវាចង់រួចខ្លួនហើយឲ្យប្រទេសយើងបានសុខបានសន្តិភាពបានទឹកដីយើងមកវិញតើតែប្រឈប់ហ៊ុនសែនអញ្ចឹងខ្ញុំជឿថាគ្មានអ្នកណានៅស្ងៀមអោបដៃឲ្យហ៊ុនសែនគាត់ទុកលុយគាត់ចាយសបោសបាយតែម្នាក់គាត់រាជវេទនាប្រទេសហិនហោចនៅតែមានសង្គ្រាមខ្មែរបាត់បង់ទឹកដីគ្មានខ្មែរណាដែលស័ក្តិសមហៅថាជាខ្មែរបិទភ្នែកបណ្ដោយឲ្យហ៊ុនសែនដឹកនាំប្រទេសបែបនេះទៀតទេបាទមាន comment របស់អ្នកស្ដាប់មកម្នាក់ដល់ comment នេះនិយាយហាក់ដូចជាឌឺក៏ប៉ុន្តែឌឺដល់ឯកឧត្តមវិញក៏ប៉ុន្តែក៏ស្ដាប់ទៅគួរឲ្យឈឺចាប់ដែរគាត់បាននិយាយបែបនេះគាត់ថាកែមលៃថាបើយកលុយរបស់ពួកនោះមកអង្គុយហែកចោលចំណាយពេលអង្គុយហែកដល់ពួកនឹងងាប់ក៏ហែកមិនអស់ដែរសល់ដុតខ្មោចពួកនឹងបានថែមទៀតដូច្នេះមានន័យថាប្រហែលជានឹងលុយពុកអលុយនឹងគឺច្រើនណាស់អង្គុយហែករហូតដល់មិនបាច់ចាយឯងក៏អង្គុយហែករហូតដល់ពួកលោកហ៊ុនសែនងាប់នឹងក៏ហែកលុយនឹងមិនអស់ទេយកអាលុយនឹងដុតខ្មោចរបស់ក្រុមលោកហ៊ុនសែននឹងតទៅទៀតផងមិនអាចទៅអញ្ចឹងទេពីព្រោះទីបញ្ចប់ណាចោលនឹងវាឆ្លោះគ្នាពេលដឹងថាវាមិនអាចធ្វើឲ្យបានដូចមុនបានទៀតទេរកលុយបានច្រើនដូចមុនទៀតទេលុយដែលវានៅសល់ប្រមាណវាទៅដណ្ដើមគ្នាវាដណ្ដើមគ្នាវាសម្លាប់គ្នាពេលនោះវាគេហៅថាពីលស៊ីពីលណាពេលវេលាមកដល់ដែលហ៊ុនសែននៅជុំវិញហ៊ុនសែនបពពួកហ៊ុនសែនពួកចៅដែលធ្លាប់រកស៊ីជាមួយហ៊ុនសែនដល់ណាមួយពេលស៊ីពីលគឺស្ទើរតែមិនអាមេរិកមកចាប់ទេហ៊ុនសែនវាដល់ទីបញ្ចប់របស់គាត់ដោយខ្លួនឯងបាទអរគុណអាដាមដូចជាសង្ខេបឡើងវិញកិច្ចពិភាក្សារបស់យើងនៅពេលនេះគឺមាន2ឯកអាដាមនៅតែប្រកាន់ជំហរថាមានហេតុផលគ្រប់សពបែបយ៉ាងដែលធ្វើឲ្យប្រទេសមានអំណាចដូចជាសហរដ្ឋអាមេរិកជាដើមលូកដៃចូលទៅធ្វើកលោកហ៊ុនសែនដោយផ្ទាល់ភស្តុតាងដែលលោកមានគឺថាកាលពីថ្ងៃទី14ខែតុលាឆ្នាំ2025កន្លងទៅនេះតុលាការក្រុងញូវយ៉កខ្លួនឯងនឹងបានកាត់ទោស Gen Z ដែលជាទីប្រឹក្សារបស់លោកហ៊ុនសែនដែលជាមេអក្រិតកម្មឆបោកអនឡាញនឹងដែលធ្វើឲ្យបាត់បង់លុយពិភពលោកជាពិសេសសហរដ្ឋអាមេរិកនឹងរហូតទៅដល់$15,000 លានសហរដ្ឋអាមេរិកលោកសំរងស៊ីថាបើសិនជាតុលាការកាត់ទោសដោយកំបាំងមុខទៅលើ Gen Z ហើយគេនឹងទៅធ្វើកអ្នកដែលនៅពីក្រោយ Gen Z ហើយយើងដឹងទាំងអស់គ្នាអ្នកដែលនៅពីក្រោយ Gen Z លើក Gen Z ផ្ដាល់តំណែងផ្ដាល់កិច្ចការពារឲ្យ Gen Z ផ្ដាល់ទីតាំងឲ្យ Gen Z ធ្វើអក្រិតកម្មអនឡាញនេះគឺលោកហ៊ុនសែនផ្ទាល់នេះគឺការសន្និដ្ឋានភស្តុតាងមួយចំនួនក្នុងចំណោម
ឡងផុសតាំងដទៃទៀតដែលលោកសំរងស៊ីបានលើកឡើងថាអាមេរិកអាចនឹងធ្វើកលោកហ៊ុនសែនដូចធ្វើកម៉ាដូរ៉ូនៃប្រទេសវេណេស៊ុយអេឡាដែរហើយទី2ទៀតលោកសំរងស៊ីមានប្រសាសន៍ថាបើទុកតែមិនមានការលូកដៃអន្តរាគមន៍ពីអន្តរជាតិអីយ៉ាងណាក៏ដោយចុះក៏ស្ថានភាពដឹកនាំប្រទេសរបស់លោកហ៊ុនសែននេះស្ថានភាពសេដ្ឋកិច្ចហ្នឹងក៏ធ្លាក់ចូលទៅដល់ស្ថានភាពទឹកចូលដល់ចំពោះហើយការពិតនឹងនឹកដល់ស្ថានភាពទឹកដល់ចំពោះនេះខ្ញុំធ្លាប់សម្ភាសលោកជាសវុតដែលជាអ្នកអតីតទាហានម៉ារីនរបស់កម្ពុជាឥឡូវនេះរស់នៅកាលីហ្វ័រញ៉ានឹងគាត់មិនថាប៉ុណ្្នឹងឯងគាត់ថាស្ថិតនៅក្នុងស្ថានភាពដណ្ដខ្យល់ស្តៀងគ្នានឹងអាដាមសំរងស៊ីលើកឡើងដែរគឺថាស្ថានភាពដណ្ដខ្យល់ឬស្ថានភាពទឹកចូលចំពោះហើយអាកត្តាសេដ្ឋកិច្ចនេះគឺក៏ធ្វើឲ្យរដ្ឋាភិបាលរបស់ក្រមគ្រួសារតកូលហ៊ុននេះក៏ដល់ទីបញ្ចប់ដែរក៏ប៉ុន្តែយ៉ាងណាក៏ដោយចុះអាយដាមក៏បានបំផុសដល់ប្រជាពលរដ្ឋឲ្យងើបឡើងដែរគម្រោងចាំតែអន្តរាគមន៍ពីក្រៅប្រទេសឬមួយក៏គម្រោងចាំតែស្ថានភាពវារលំដោយខ្លួនឯងយើងជាម្ចាស់ប្រទេស